បន្ទាប់ពីការផ្ទេរក្នុងឆ្នាំ2024ទៅកាន់កីឡដ្ឋាន State Velodrome កីឡាករ Mason Greenwood រីករាយនឹងការចាប់ផ្ដើមដ៏ភ្លឺស្វាងចំពោះអាជីពរបស់ខ្លួននៅក្នុងបាល់ទាត់របស់បារាំងគាត់នៅតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្លឹប Marseille សម្រាប់រដូវកាលនេះដោយរកបាន15គ្រាប់ក្នុងការបង្ហាញខ្លួន26ដងនៅលីកអង់ទោះជាយ៉ាងណាក៏ដោយ Greenwood បានធ្លាក់ចុះពីការជ្រើសរើសសម្រាប់ការប្រកួតក្រោមការដឹកនាំរបស់លោក Roberto De Zerbi ការទាមទាររបស់គ្រូបង្វឹករូបនេះចំពោះកីឡាករវ័យ23ឆ្នាំកាលពីពេលថ្មីៗនេះដែលធ្វើឲ្យគាត់ត្រូវបានដកចេញពីជម្រើស11អ្នកដំបូងដោយលោក De Zerbi បានលើកឡើងថាខ្ញុំរំពឹងពីគាត់កាន់តែច្រើនគាត់ត្រូវតែធ្វើបន្ថែមទៀតព្រោះអ្វីដែលគាត់កំពុងបង្ហាញនាពេលនេះគឺមិនទាន់គ្រប់គ្រាន់នោះទេក្លឹប Marseille បានរួមបញ្ចូល Greenwood ក្នុងចំណោមកីឡាករបម្រុងរបស់ពួកគេសម្រាប់ការបរាជ័យក្រោមថ្វីជើងក្រុម Lens និង PSG មុនការសម្រាកអន្តរជាតិក្នុងខែមីនាពួកគេនឹងត្រឡប់មកវិញនៅក្នុងការប្រកួតទល់នឹងក្រុម Reims នៅថ្ងៃសៅរ៍នេះដោយកីឡាករ Greenwood នឹងត្រឡប់មកវឹកហាត់វិញមុនការប្រកួតដើម្បីបំពេញចិត្តគ្រូបង្វឹកទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ La Province ត្រូវបានរាយការណ៍ថា Greenwood មានពេលវេលាដល់ចុងបញ្ចប់នៃរដូវកាលនេះដើម្បីទទួលបានការទុកចិត្តពីសំណាក់គ្រូបង្វឹកប្រសិនបើគាត់បរាជ័យក្នុងការធ្វើរឿងនេះនោះមានន័យថាការពិភាក្សាសម្រាប់ការចាក់ចេញរបស់កីឡាករ Greenwood នឹងកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ